ការមានអំណាចនិងឥទ្ធិពលគឺជារឿងល្អប៉ុន្តែអ្វីដែលកាន់តែប្រសើរទៀតនោះថាតើយើងនឹងប្រើអំណាចនិងឥទ្ធិពលទាំងនោះនៅក្នុងផ្លូវសុចរិតឬក៏ផ្លូវទុច្ចរិតជំរាបសួរប្រិយមិត្តអ្នកទស្សនារបស់ព្រះវិហារសាយច្បាប់48ប្រការបង្កើតអំណាចគឺជាសៀវភៅដ៏ល្បីល្បាញមួយដែលនិពន្ធដោយលោក Robert Greene និពន្ធនៅក្នុងឆ្នាំ1998សៀវភៅនេះគឺបង្រៀនយើងពីឥទ្ធិពលនៃអំណាចពីកលល្បិចហើយនិងយុទ្ធសាស្ត្រសៀវភៅនេះផងដែរក៏ឲ្យយើងសិក្សាស្វែងយល់ពីការបានអំណាចរក្សាអំណាចហើយនិងការប្រើប្រាស់អំណាចទាំងនោះផងដែរបន្ទាប់ពីអានសៀវភៅនេះហើយមេរៀនសំខាន់មួយចំនួនដែលយើងអាចរៀនបានពីសៀវភៅនេះរួមមានទី1គម្រាមខ្ពស់ជាងមេត្រូវធ្វើឲ្យមេមានអារម្មណ៍ស្ងប់ចិត្តជានិច្ចបើសិនបើចង់ឲ្យមេរីករាយនិងចាប់អារម្មណ៍លើអ្នកចូលគុំបង្ហាញទេពកោសល្យរបស់អ្នកចេញមកពេកបើសិនបើអ្នកធ្វើឲ្យមេមានអារម្មណ៍អសន្តិសុខពួកគេនឹងប្រឆាំងអ្នកផ្ទុយទៅវិញចូលធ្វើឲ្យពួកគេមានអារម្មណ៍ថាល្អជាងគេការធ្វើបែបនេះនឹងនាំអំណាចនិងឥទ្ធិពលឲ្យអ្នកកាន់តែច្រើនទី2កុំទុកចិត្តមិត្តរៀនប្រើប្រាស់សត្រូវចូលប្រុងប្រយ័ត្នមិត្តភ័ក្តិគេអាចបរិយចិត្តក្បត់លឿនដូចផ្លែកបន្ទោព្រោះគេមានសេចក្តីចំណែនលាក់ទុកស្រាប់នៅក្នុងចិត្តចូលប្រើប្រាស់អតីតសត្រូវមកធ្វើការឲ្យអ្នកព្រោះគេនឹងស្មោះត្រង់ជាងមិត្តភ័ក្តិរបស់អ្នកទៅទៀតគេធ្លាប់ជាសត្រូវគេនឹងប្រឹងប្រែងស្មោះជាមួយអ្នកទី3លាក់បាំងបំណងរបស់អ្នកប្រសិនបើមនុស្សដឹងពីការជំរុញពិតរបស់អ្នកពួកគេអាចគិតទុកជាមុនហើយប្រឆាំងនឹងការបោះជំហានរបស់អ្នកបើពួកគេមើលឃើញសកម្មភាពអ្នកប៉ុន្តែមិនដឹងពីចេតនានៃសកម្មភាពនោះពួកគេប្រកាសជាគ្មានការប្រុងប្រយ័ត្នដើម្បីការពារខ្លួនឡើយការរក្សាផែនការរបស់អ្នកដោយសម្ងាត់បង្កើតភាពមិនអាចទាយទុកជាមុនបាននិងការគ្រប់គ្រងទី4និយាយកាន់តែតិចកាន់តែល្អអ្នកនិយាយកាន់តែច្រើនអ្នកកាន់តែបង្ហាញពីខ្លួនឯងភាពស្ងប់ស្ងាត់ធ្វើឲ្យអ្នកមានអត្ថកំបាំងនិងមានឥទ្ធិពលហើយការនិយាយច្រើនពេកអាចធ្វើឲ្យអ្នកបាត់បង់ការគ្រប់គ្រងខ្លួនឯងបុគ្គលសម្បូរអំណាចធ្វើឲ្យមនុស្សចាប់អារម្មណ៍និងភ័យខ្លាចតាមរយៈការនិយាយតិចតួចទី5ជីកស្មៅជីកទាំងរឹសបើសិនបើអ្នកទុកឲ្យសត្រូវរបួសពួកគេអាចនឹងត្រឡប់មកវិញកាន់តែខ្លាំងការកំទេចសត្រូវទាំងស្រុងការពារការសងសឹកនិងការគំរាមកំហែងនាពេលអនាគតទី6ប្រើអវត្តមានដើម្បីបង្កើនការគោរពនិងកិត្តិយសបង្ហាញកាន់តែច្រើនតម្លៃកាន់តែធ្លាក់ចុះអវត្តមានម្ដងកាលបង្កើនតម្លៃនិងអាចកំបាំងរបស់អ្នកចូលបង្កើតតម្លៃតាមរយៈភាពកម្រជារួមមកសៀវភៅនេះគឺបង្រៀនយើងឲ្យយល់អំពីអំណាចកលល្បិចហើយនិងយុទ្ធសាស្ត្រប៉ុន្តែយើងក៏ត្រូវចាំតែថានៅពេលដែលបានអំណាចហើយយើងត្រូវប្រើប្រាស់អំណាចទាំងនោះនៅក្នុងផ្លូវមួយដែលសុចរិតពីព្រោះថាអំណាចវាគឺជាអាវុធមុខពីរបើយើងប្រើត្រូវវានឹងនាំភាពរីកចម្រើនដល់យើងតែបើយើងប្រើខុសវានឹងនាំមហន្តរាយមកឲ្យយើង